ទីក្រុងហាណូយនិងបាងកកជាកន្លែងឆក់បោកភ្ញៀវទេសចរខ្លាំងបំផុតវ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ3 in 1រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% នៃលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមវិទ្យាស្ថាន Mastercard Economic ចេញផ្សាយរបាយការណ៍តាមរយៈការសិក្សាថ្មីមួយរបស់ខ្លួនបានឲ្យដឹងថាទីក្រុងហាណូយប្រទេសវៀតណាមនិងទីក្រុងបាងកកប្រទេសថៃដែលជាគោលដៅទេសចរពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ត្រូវបានដាក់ឈ្មោះក្នុងចំណោមទីក្រុងដែលមានកម្រិតខ្ពស់បំផុតនៃការក្លែងបន្លំការធ្វើដំណើរសារព័ត៌មាន CNBC បានផ្សាយថានៅទីក្រុងបាងកកសេវាកម្មជួលតាក់ស៊ីនិងរថយន្តមានចំនួន 48% នៃករណីក្លែងបន្លំដែលធ្វើឲ្យពួកគេក្លាយជាប្រភពនៃការបោកប្រាស់ទូទៅបំផុតដែលផ្ដោតលើភ្ញៀវទេសចរខណៈភ្ញៀវបរទេសជាច្រើនក៏បានរាយការណ៍ថាត្រូវបានបោកប្រាស់ដោយអ្នកផ្ដល់សេវាម្ហូបអាហារផងដែរអ្នកធ្វើដំណើរទៅកាន់ទីក្រុង Yangon ប្រទេសមិចស៊ិក Hanoi ប្រទេសវៀតណាមដាកាប្រទេសបង់ក្លាដេសនិងបាងកកប្រទេសថៃមានកម្រិតនៃការក្លែងបន្លំខ្ពស់ជាងគេខណៈទីក្រុងដែលមានអត្រាការក្លែងបន្លំទាបបំផុតគឺទីក្រុង San Francisco, Dublin, Seoul, Budapest និង Edinburgh ជាដើមបើតាម CNBC ប្រភេទនៃការបោកប្រាស់ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងក៏ប្រែប្រួលផងដែរដោយសារការបោកប្រាស់តាក់ស៊ីនិងជួលរថយន្តមានត្រឹមតែ 2% នៃករណីក្លែងបន្លំទេសចរនៅក្នុងទីក្រុងដូចជាហុងកុងនិងបាសេឡូណាប៉ុន្តែមានចំនួន 66% នៃករណីនៅទីក្រុងយ៉ាកាតាប្រទេសឥណ្ឌូនេស៊ី